grammar គឺថាវិជ្ជករទី1 DVD ទី1សូមជូនជា introduction of grammar introduction ហ្នឹងគឺថាការណែនាំបន្តិចនៃវិជ្ជករ introduction ហ្នឹងគឺការណែនាំបន្តិចនៃវិជ្ជករ Okay, this is an introduction of grammar នេះគឺជាការណែនាំបន្តិចនៃអំពីវិជ្ជករ Okay ទី1ថាជួរទី1នេះគឺថា subjects and the subjects ជួរទី2គឺ objects ជួរទី3គឺ possessive adjectives P នេះមកពាក្យ possessive adjectives ចំណែក P នេះគឺ possessive pronouns Okay ជួរទី1គឺ subject នេះគឺមានន័យថាប្រធានគឺអ្នកដែលធ្វើអំពើឬក៏អ្នកដែលធ្វើចលនា Okay ចាប់ផ្ដើមជាមួយនឹងI, you, he, she, it, we, they Okay I នេះគឺបកប្រែមកថាគឺខ្ញុំគឺបកប្រែមកគឺមានន័យថា I គឺបកប្រែមកថាខ្ញុំ you គឺបកប្រែមកថាអ្នកឯង he គឺមានន័យថាគាត់នេះគឺសំដៅទៅលើមនុស្សប្រុស she នេះគឺនាងគឺភេទស្រី it នេះគឺវាគឺយើងចង់និយាយអំពីសត្វ we គឺពួកយើងឬក៏យើង they គឺពួកគេទាំងនោះឬក៏ពួកគេអូខេគេថាជួរនេះគឺជា subject គឺជាអ្នកដែលធ្វើចលនាឬក៏អ្នកដែលធ្វើអំពើច្រើនតែនៅពីមុខ verb ឬក៏ពាក្យដែលធ្វើចលនាចំណែកជួរនេះវិញគឺជា object នេះគឺអ្នកដែលទទួលអំពើមកពីប្រធាននេះអូខេ I នេះថាខ្ញុំคล้ายទៅជា me អូខេ me you him her it us them okay one more time me you him her it us them okay តែជួរនេះគឺ me នេះគឺខ្ញុំដែរខ្ញុំប៉ុន្តែអ្នកដែលទទួលអំពើគឺ I នេះអ្នកធ្វើអំពើចំណែកអ្នកទទួលអំពើវិញគឺคล้ายទៅជា me ចំណែក you វិញគឺដដែល you គឺនៅដដែលចំណែក he នេះអ្នកដែលធ្វើអំពើចំណែកទទួលអំពើវិញគឺទៅជា him នេះគឺគាត់ប្រុស her she គឺคล้ายទៅជា her it គឺคล้ายទៅជា it ដដែលចំណែក we គឺคล้ายទៅជា us ពួកយើងចំណែក they នេះបើសិនណាទៅជាអ្នកទទួលអំពើវិញទៅជា object វិញគឺ they คล้ายទៅជា them អូខេថាជួរនេះអ្នកដែលធ្វើអំពើចំណែកជួរនេះវិញគឺអ្នកដែលទទួលអំពើចំណែកជួរនេះវិញគឺ possessive adjectives នេះគឺចង់និយាយអំពីកម្មសិទ្ធិអូខេកម្មសិទ្ធិគឺថាខ្ញុំ my ចាប់ផ្ដើមទី1គឺ my your his នេះត្រូវមាន s his her its our their okay one more time my your his her its our their តែជួរនេះគឺចង់បញ្ជាក់អំពីកម្មសិទ្ធិគឺថាកម្មសិទ្ធិនេះគឺខ្ញុំនេះគឺជា adjective គឺជាគុណនាមត្រូវតែមាន noun ឬក៏នាមនៅពីក្រោយដូច្នេះគឺមានន័យថារបស់ខ្ញុំរបស់អ្នកឯងរបស់គាត់របស់នាងរបស់វារបស់ពួកយើងរបស់ពួកគេដូច្នេះគឺថា me ខ្ញុំគឺថារបស់ខ្ញុំគឺត្រូវប្រើ my ចំបោះរបស់អ្នកឯងគឺប្រើ you ចំណែករបស់គាត់វិញគឺប្រើ his របស់នាងគឺប្រើ her របស់វាគឺប្រើ its ចំណែករបស់ពួកយើងវិញគឺយើងត្រូវប្រើពាក្យ our and their នេះគឺរបស់ពួកគេចំណែកនេះវិញគឺថា possessive pronouns នេះគឺមានន័យថាតំណាងនេះគឺកម្មសិទ្ធិដែរប៉ុន្តែតំណាងគឺអត់មាន noun ឬក៏នាមនៅពីក្រោយពាក្យទាំងនេះទេអូខេ mine គឺคล้ายទៅជា mine គឺជារបស់ខ្ញុំ your ទៅជា yours គឺមាន s នៅចុងក្រោយអូខេ his គឺរបស់គាត់ hers ឬក៏របស់នាង its របស់វា ours របស់យើង theirs របស់ពួកគេដូច្នេះគឺថាពាក្យនេះគឺត្រូវថែម s នៅចុងក្រោយ
its ours and theirs គឺថាទាំងនេះខុសគ្នាដោយសារមាន s នៅចុងក្រោយចំណែកនេះវិញ my គឺទៅជា mine អូខេនេះគឺជាគ្រាន់តែ introduction គឺជាគ្រាន់តែការណែនាំបន្តិចអំពីវេយ្យាករណ៍ Okay, this is also an introduction of grammar. Okay, នេះគឺនៅតែនៅឡើយគឺអំពីការណែនាំបន្តិចអំពីវេយ្យាករណ៍នៅឡើយ Okay, នេះគឺជា reflexive and reflexive pronouns reflexive pronoun គឺជាតំណាង reflexive reflect នេះគឺថាដោយខ្លួនឯងដោយខ្លួននរណាម្នាក់ Okay, I នេះគឺคล้ายទៅជា myself you គឺคล้ายទៅជា yourself he คล้ายទៅជា himself she คล้ายទៅជា herself it คล้ายទៅជា itself we គឺទៅជា ourselves they គឺទៅជា themselves okay we នេះគឺថាពួកយើងគឺមានន័យថាច្រើនដូច្នេះពាក្យនេះគឺថាត្រូវបដូរពាក្យ f នេះទៅជាអក្សរ v ហើយបានបូក es ដូច្នេះបញ្ជាក់អំពីច្រើន they ក៏អញ្ចឹងដែរ they គឺពួកគេគឺច្រើនដូច្នេះត្រូវជាคล้ายទៅជាពាក្យ plural okay I myself ដែលខ្លួនខ្ញុំ yourself ដែលខ្លួនអ្នកឯង himself ដែលខ្លួនគាត់ herself ដែលខ្លួននាង itself ដែលខ្លួនវា ourselves ដែលខ្លួនពួកយើង themselves ដែលខ្លួនពួកគេ Okay, this is still an introduction of grammar. Okay, ថា subjects គឺជាអ្នកដែលទទួលធ្វើជាអំពើ object អ្នកដែលទទួលអំពើ Okay, I គឺคล้ายទៅជា me you គឺคล้ายទៅជា you ដដែលចំណែក he គឺคล้ายទៅជា him she គឺទៅជា her it ទៅជា it ដដែលចំណែក we គឺคล้ายទៅជា us they គឺទៅជា them Okay, possessive the p ខាងលើនឹង p គឺទៅជា possessive adjectives ជួរនេះគឺហៅថា possessive adjectives ចំណែកជួរនេះវិញគឺហៅថា possessive pronouns okay my គឺคล้ายទៅជា mine your คล้ายទៅជា yours គឺមាន s his គឺ his ដដែល her คล้ายជា hers មាន s its คล้ายទៅជា its ដដែល our คล้ายទៅជា ours their គឺคล้ายទៅជា theirs គឺថារបស់ខ្ញុំរបស់អ្នកឯងរបស់គាត់របស់នាងរបស់វារបស់យើងរបស់ពួកគេចំណែកនេះគឺជាតំណាងគឺគ្រាន់ជាតំណាងចំណែកគឺថាពេលដែលយើងប្រើពាក្យទាំងនេះគឺត្រូវមាន noun នៅពីក្រោយ noun នៅពីក្រោយចំណែកពាក្យទាំងនេះវិញគឺអត់មាន noun នៅពីក្រោយទេគឺទៅជាតំណាង This is still an introduction of grammar okay this គឺទៅជា that this គឺមានន័យថាទីនេះចំណែកទៅជាទីនោះវិញគឺថាមានន័យថា that this that នេះគឺចង់និយាយតែពីរបស់តែមួយគត់ថា this ទីនេះត្រង់នេះ that វិញគឺចង់និយាយអ្វីៗដែលនៅឆ្ងាយពីយើងអូខេ these នេះគឺថាមានន័យថាច្រើន this គឺតែមួយ these គឺចង់បញ្ជាក់អំពីរបស់ដែលច្រើនដែលនៅត្រង់នេះចំណែក those នេះគឺរបស់ច្រើនដែលនៅឆ្ងាយពីយើងចំណែក here គឺទីនេះ there គឺទីនោះ over here នៅត្រង់នេះ over there នៅត្រង់នោះអូខេ right here ក៏នៅត្រង់នេះដែរ right there នៅត្រង់នោះដូច្នេះគឺមានន័យយើងថា over here គឺនៅត្រង់នេះ over there គឺនៅត្រង់នោះអូខេដូចគ្នាដែរគឺថា right here ឬក៏ right there នៅត្រង់នោះ right here នៅត្រង់នេះដូច្នេះជួរនេះគឺចង់និយាយអំពីអ្វីៗដែលនៅជិតយើងនៅត្រង់នេះចំណែកអ្វីៗនៅឆ្ងាយពីយើងគឺប្រើជួរនេះចំណែក this គឺរបស់តែមួយ that គឺរបស់តែមួយដែរចំណែកthese គឺប្រើជារបស់ច្រើន those របស់ច្រើនដែលនៅឆ្ងាយចំណែក here វិញគឺយើងប្រើរបស់ច្រើនក៏បានរបស់តិចក៏បានដូចគ្នានេះ here សម្រាប់នៅជិត there សម្រាប់នៅឆ្ងាយ Okay, this is still an introduction of grammar. Okay, this is about asking questions. ថានេះគឺជាអំពីសួរជាសំណួរ asking នេះសួរ question ជាសំណួរ questions asking a question ជាសំណួរ okay starting with what when
where why how who whose which okay what នឹងគឺមានន័យថាអ្វីឬក៏ស្អីអ្វី when នឹងគឺមានន័យថាពេលណា where គឺត្រង់ណានៅទីកន្លែងណាឬនៅឯណា why ហេតុអ្វី how នេះគឺថាដោយយ៉ាងណាដោយរបៀបណា who នេះគឺជានរណាគេឬក៏ who អ្នកណាគេ whose របស់អ្នកណាឬក៏របស់ពីណា which គឺមួយណាបបៃថាមួយណាអូខេ what when where why how who whose which Okay, this is an introduction of grammar still. Okay, let's start with sentences. Sentences គឺអំពីប្រយោគនេះគឺថាយើងចង់និយាយអំពីការណែនាំបន្តិចអំពីប្រយោគអ្វីដែលហៅថាប្រយោគ sentences គឺជាប្រយោគអូខេប្រយោគគឺមាន subject verb ហើយនិង object គឺថាប្រយោគឬក៏ sentence ត្រូវតែមាន subject ប្រធានបូកជាមួយនឹង verb ជាមួយនឹង object verb គឺពាក្យដែលធ្វើចលនា object អ្នកដែលជាទទួលអំពើ subject នេះអ្នកដែលធ្វើអំពើ object អ្នកទទួលអំពើ okay for example នេះគឺ example នេះគឺជាឧទាហរណ៍ I like you ខ្ញុំយ៉ាងម៉េចខ្ញុំចូលចិត្តអ្នកណាខ្ញុំចូលចិត្តអ្នកឯងដូច្នេះ I នេះគឺជា subject គឺជា subject អ្នកដែលធ្វើអំពើឬអ្នកគឺជាប្រធានខ្ញុំយ៉ាងម៉េចខ្ញុំចូលចិត្តអ្នកណាគឺចូលចិត្តអ្នកឯងដូច្នេះ you នេះគឺជាអ្នកទទួលអំពើរបស់ពាក្យ verb like I like you ខ្ញុំចូលចិត្តអ្នកឯងដូច្នេះ I ជា subject like ជា verb ចំណែក you គឺជា object Okay, here are some more examples. I miss my girlfriend. I miss ខ្ញុំយ៉ាងម៉េចខ្ញុំនឹកនឹងដូច្នេះខ្ញុំជាប្រធាន miss គឺជា verb ពាក្យដែលធ្វើជាអំពើ my girlfriend ខ្ញុំនឹកអ្នកណាគឺខ្ញុំនឹកសង្សាររបស់ខ្ញុំ girlfriend នេះគឺជាសង្សារ my គឺជារបស់ខ្ញុំនឹកសង្សាររបស់ខ្ញុំ okay another example you have 5 kids អ្នកយ៉ាងម៉េចអ្នកមាន have មានកូន5នាក់ឬក៏មានកូនក្មេង5នាក់ឬក៏មានកូនចៅ5នាក់ kids នេះគឺកូនចៅឬកូនក្មេង5គឺ5 you have 5 kids ដូច្នេះ5 kids នេះគឺជា object របស់ have okay you នេះគឺជា subject another example I like watching TV I like watching TV ខ្ញុំយ៉ាងម៉េចខ្ញុំចូលចិត្ត like ចូលចិត្តអ្វីចូលចិត្តមើលទូរទស្សន៍ TV នេះគឺទូរទស្សន៍ TV ដូច្នេះ I នេះគឺជា subject like គឺជា verb watching TV នេះគឺជា object នេះគឺជាឧទាហរណ៍បន្តិចអំពី sentences អ្វីដែលហៅថា sentence ឬក៏អ្វីដែលហៅថាប្រយោគគឺត្រូវតែមាន verb subject verb ហើយនិង object Okay, this is an introduction of questions. Question នេះគឺជាសំណួរ okay សំណួរគឺត្រូវតែមានទី1 auxiliary verb បូកនឹង subject បូកនឹង verb ហើយនឹងបូកនឹង object ថានេះគឺជាពាក្យកាត់មកពាក្យ subject នេះគឺជាពាក្យកាត់មកពី